សួស្តីបងប្អូនថ្ងៃនេះគឺយើងមកបាំងជាមួយនឹងម្ជូរវិញម្ដងបងប្អូននិយាយពីថាគាត់តែឃើញម្ជូរគឺថាខ្វាកតែម្ដងណាដូចឃើញដៃដែរម្ជូរនេះដែរបងប្អូនគឺខ្ញុំទិញអស់តែ3000ទេបងប្អូនបានច្រើនមែនតែនបងប្អូននិយាយពីថាខ្ញុំធ្លាប់តែទិញម្ជូរនៅស្រុកខ្លួនឯងអូយបងប្អូនអើយ3000មើលមិនចង់ឃើញទេប៉ុន្តែមកស្រុកនេះនិយាយពីថារបស់អីក៏ធូរថ្លៃដែរបងប្អូននិយាយរួមទៅឲ្យតែមានលុយហូបត្រឹមពី3000នេះគឺយើងអាចហូបបានហើយបងប្អូនដែលអស់កាត់វីដេអូរបស់ខ្ញុំម៉ោងម៉ាដែលកុំភ្លេចជួយ comment ប្រាប់ផងណាអូយបងប្អូននិយាយថាម្ជូរនេះគឺហូបទៅគឺជក់ចិត្តតែម្ដងជាពិសេសអំបិលរបស់គេទិញអស់តែ3000នោះគឺគេឲ្យរហូតទៅដល់4មុខតែម្ដងបងប្អូនមានកពិមានអំបិលហើមអំបិលកពិអីផ្សេងនិយាយថាអំបិលរបស់គេក៏ឆ្ងាញ់ដែរបងប្អូនអរគ្នាក៏បើឃើញវីដេអូរបស់ខ្ញុំក្នុង YouTube ហើយកុំភ្លេចជួយចុច Subscribe ហើយចុចជាវដាក់រូបកណ្ដឹងហើយឲ្យបងប្អូនម្នាក់មួយផងណាបងប្អូនដើម្បីឲ្យបងប្អូនឆាប់ទទួលបាន follow ក៏ដូចជាឆាប់ទទួលបាន subscriber ច្រើនអញ្ចឹងណាមិនដែរបងប្អូនហៀទឹកមាត់អត់ហៀទឹកមាត់ទាំងយប់ហ្មងណាជាចុងក្រោយមានអីច្រើននេះក៏ចង់ប្រាប់ថាអរគុណនិងស្រឡាញ់បងប្អូនទាំងអស់គ្នាកុំភ្លេចណាចុច like